ក្រុមហ៊ុនវិនិយោគិនកម្ពុជាចិនបានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ2025ដោយរួមគ្នាដាក់តាំងបង្ហាញសេវាកម្មនិងផលិតផលចិនជាច្រើនទាក់ទងនឹងសម្ភារៈបរិក្ខារអគ្គិសនីគ្រឿងអេឡិចត្រូនិកសម្ភារៈសំណង់គ្រឿងសក្ការឹមសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសនិងគម្រោងវិនិយោគជាដើមដែលជាផលិតផលបច្ចេកទេសនិងសេវាកម្មដែលមានគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនិងបង្កើនទំនុកចិត្តលើម៉ាកទំនិញនៃប្រទេសទាំងពីរនិងស្វែងរកឱកាសចូលរួមគម្រោងជាមួយគ្នានៅក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនិងឧស្សាហកម្មពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ2025មានរយៈពេល3ថ្ងៃពីថ្ងៃទី28ដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2025នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាពេលនេះនឹងក្លាយជាសក្ខីភាពនិងការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជាចិនដែលជាផ្នែកមួយនៅក្នុងការជួយបង្កើនគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងស្មារតីលើកកម្ពស់មិត្តភាពដ៏រឹងមាំស៊ីជម្រៅជាងមុនជាលំដាប់លោកឆេងស៊ូជិនប្រធានក្រុមហ៊ុន Cambodia Friend Iman Exhibition បានឲ្យដឹងថាការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មចិនកម្ពុជាគឺដោយសារតែការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនកម្ពុជានិង RCEP ដែលបានបង្កើតលក្ខណៈពាណិជ្ជកម្មកាន់តែអំណោយផលសម្រាប់អាជីវកររបស់ប្រទេសទាំងពីរនៅក្នុងការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចចិននិងកម្ពុជាជាឱកាសដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារនិងសម្រេចបាននូវការអភិវឌ្ឍរួមគ្នាបន្តការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិនកម្ពុជាឲ្យដល់ចំណុចកំពូលដែលនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់ប្រទេសទាំងពីរអាដាមសំហេងបូរ៉ារដ្ឋលេខាធិការតំណាងលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាតាមរយៈព្រឹត្តិការណ៍ពិព័រណ៍រយៈពេល3ថ្ងៃនេះពាណិជ្ជករសហគ្រិនវិនិយោគិនធុរជនទាំងក្នុងនិងក្រៅប្រទេសនឹងបានជួបប្រស្រ័យទាក់ទងគ្នាដោយផ្ទាល់ដើម្បីបង្កើតបណ្ដាញផ្លាស់ប្ដូរព័ត៌មានធុរកិច្ចនិងវិនិយោគព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុននិងដៃគូពាក់ព័ន្ធទាំងអស់ឲ្យបន្តអនុវត្តនៅគំនិតផ្ដួចផ្ដើមនៅក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មនានានៅប្រទេសកម្ពុជាប្រកបដោយគុណភាពប្រសិទ្ធភាពនិងលើកកម្ពស់ការយល់ដឹងពីវិស័យពាណិជ្ជកម្មធុរកិច្ចនិងវិនិយោគនៅកម្ពុជាដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់សូមបញ្ជាក់ថាតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាគិតត្រឹម8ខែឆ្នាំ2025នេះទំហំពាណិជ្ជកម្មសរុបទ្វេភាគីមានចំនួនជាង 12.6 ពាន់លានដុល្លារអាមេរិកមានកំណើនប្រមាណ 26% ធៀបនឹងទំហំពាណិជ្ជកម្មរយៈពេលដូចគ្នានៅក្នុងឆ្នាំ2024នៅក្នុងនោះកម្ពុជានាំចេញទៅចិនមានទំហំទឹកប្រាក់ប្រមាណ 1000 លានដុល្លារអាមេរិកនិងកម្ពុជានាំចូលពីចិនមានចំនួន 11.6 ពាន់លានដុល្លារអាមេរិក